បរិសម្នាក់ឈ្មោះ Colin Scott អាយុ23ឆ្នាំជាប្រជាជនមកពីខេត្តទីក្រុង Portland រដ្ឋ Oregon នៅក្នុងអំឡុងពេលឆ្នាំ2015 Colin នេះគាត់បានទៅលេងប្អូនស្រីរបស់គាត់បន្ទាប់មកពួកគេនឹងក៏បានធ្វើដំណើរកំសាន្តជុំគ្នាទៅកន្លែងមួយដែលមានឈ្មោះថា Yellowstone National Park Yellowstone គឺជាកន្លែងដ៏ល្បីមួយសម្រាប់មើលសត្វជាពិសេសគឺមានភាពល្បីល្បាញទៅលើគេហៅថា Hot Spring គឺជាកន្លែងដែលថាមានទឹកចេញមកពុះប៉ុន្តែវាពុះដោយធម្មជាតិ Colin ក៏នៅក្មេងប្អូនស្រីក៏រៀងនៅក្មេងចូលចិត្តធ្វើអ្វីប្លែកម្ល៉េះហើយនៅ Yellowstone គឺគេមានដាក់ផ្លាកសញ្ញាច្រើនកន្លែងណាគ្រោះថ្នាក់គឺគេមិនឲ្យយើងចូលទៅទេប៉ុន្តែអ្នកខ្លះចុចចេះចាដូច Colin ហើយនឹងប្អូនគាត់នេះអញ្ចឹងសម្រាប់ចិត្តដើរហួសផ្លាកសញ្ញាដែលគេដាក់ថាហាមចូលនៅពេលដែលពួកគាត់ដើរទៅនឹងប្អូនស្រីរបស់គាត់ថតវីដេអូសកម្មភាពរបស់ពួកគេទាំងអស់នៅពេលដែលដើរទៅ Colin ហើយនឹងប្អូនរបស់គាត់នឹងក៏បានឃើញ Hot Spring នៅពេលដែលបានឃើញអាទឹកពុះហ្នឹងពួកគាត់ធម្មតាសប្បាយចិត្តព្រោះអីឯងខ្លះ Hot Spring គឺយើងអាចមុជទឹកបានតែ Hot Spring ដែល Colin ហើយនឹងប្អូនស្រីគាត់រកឃើញនេះកម្ដៅថ្ងៃហ្នឹងវាឡើង100អង្សាសេគិតមើលតើវាក្ដៅប៉ុណ្ណាពេលមើលទៅចៃដន្យអី Colin នេះគាត់ល្អធ្លាក់ចូលអាកន្លែង Hot Spring ហ្នឹងពេល Hot Spring ហ្នឹងមិនមែនត្រឹមតែក្ដៅធម្មតាទេវាមានជាតិអាស៊ីតពីធម្មជាតិផងដែរនៅក្នុងទឹកកំពុងតែពុះហ្នឹងពេល Colin គាត់ធ្លាក់ចូលទៅនេះប្អូនស្រីគាត់ព្យាយាមជួយគាត់មែនតែនប៉ុន្តែជួយមិនទាន់ព្រោះអី Colin នេះគាត់ក្ដៅគាត់ស្រែកគាត់អូយបងប្អូនខ្ញុំនឹកអត់ចង់ចាញ់ទេក៏ដល់ពេលអញ្ចឹងប្អូនស្រីគាត់ក៏បានរត់ឆ្ងាយមែនតែនដើម្បីសុំជំនួយពីគេនៅពេលដែលគេមកដល់នេះវាយឺតពេលទៅហើយដោយសារតែទឹកក៏វាក្តៅខ្លាំងជាតិអាស៊ីតក៏វាចេញពីក្នុងដីក៏ធ្វើឲ្យ Colin នេះស្បែកគាត់វារៀងរលេះអស់ខ្លះហើយបងប្អូនចាមុខគាត់ខាងលើគាត់នេះអីអញ្ចឹងអូយអញ្ចឹងគេព្យាយាមជួយគាត់ប៉ុន្តែគេជួយអត់បានទេនៅចៃដន្យថ្ងៃដែលថាពួកគាត់ទៅនឹងមានព្យុះមានភ្លៀងខ្លាំងមែនតែគេចាំដល់ព្រឹកស្អែកពេលដែលព្រឹកស្អែកគេមកដល់នេះ Colin នេះអត់មានខ្លួនប្រាណទៀតទេមានតែអាវពណ៌សដែលគាត់ពាក់កបោបលុយគាត់ប៉ុណ្ណឹងអាចផុតពីនឹងគឺរលួយអស់ហើយបងប្អូនចាហើយបើយើងទៅលេងកន្លែងណាមួយដែលគេដាក់ផ្លាកសញ្ញាហាមចូលស្ដាប់គេទៅគេដឹងច្រើនជាងយើងខ្ញុំដឹងថាពួកយើងមិនគួរបន្ទោស Colin ហើយនឹងប្អូនស្រីរបស់គាត់ទេព្រោះអីពួកគាត់ចង់ដឹងចង់ឃើញអញ្ចឹងប៉ុន្តែយើងក៏គួរតែឆ្លាតដែរយើងអាយុ23ឆ្នាំហើយបន្ថែមបើគេដាក់ផ្លាកថាហាមចូលមិនបាច់ចូលទេមិនបាច់ចង់ទៅឃើញបាច់ចង់ទៅអីទេដោយ Colin នេះអញ្ចឹងពួកគេមិនអាចទៅប្តឹង Yellowstone នឹងបានទេថាមានការធ្វេសប្រហែសធ្វើឲ្យ Colin ធ្លាក់ចូលនឹងព្រោះអី Colin ហើយនឹងប្អូនហ្នឹងគឺបានដើរហួសផ្លាកដែលគេដាក់បញ្ជាក់នៅហ្នឹងហើយរឿងចៃដន្យហ្នឹងគឺថតបាននៅក្នុងទូរស័ព្ទអូនស្រីរបស់គាត់តែម្ដងហើយគេមិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយវីដេអូហ្នឹងទេគឺវាសាហាវអាណោចអាធម្មបំផុតអូយបងប្អូនហើយស្មាតទោស